រោមន់បងប្អូនមិនចាំបាច់ចំណាយលុយច្រើនពេកនោះទេណាពេលដែលយើងថ្មីចាប់ដើមថ្មីថ្មោងបងប្អូនកុំចាប់ដើមធំពេកពីព្រោះយើងខ្ចីបត់ពិសោធន៍ហើយខ្ចីដើមទុនហ្នឹងហើយអញ្ចឹងរោងយើងធ្វើលម៉ាក់លម៉មកណាដូចគ្នាប៉ុណ្ណេះអីត្រង់នេះទៅតឹងតែ5ម៉ែត្រទេ5ម៉ែត្របដោយ8ម៉ែត្រអញ្ចឹងទៅយើងចំណាយខ្ទង់$500ធ្វើបានណាបាទដែលសំខាន់គឺផ្ទៃបាតក្រោមណាបាទឥឡូវយើងមើលថាចេះពាក់ព័ន្ធនឹងទ្រុងយើងមើលតែប្រមាណចំណុចទៅទី1គឺកម្ពស់2ម៉ែត្រចាប់ពី2ម៉ែត្រឡើងទៅ2ម៉ែត្រកន្លះអញ្ចឹងទៅបាទណាអានឹងគឺលំហូរខ្យល់វាល្អដូចបងប្អូនមើលខ្យល់ពីលិចទៅកើតគឺល្អហ្មងជើងត្បូងក៏បានដែរហើយបាំងតង់ការពារភ្លៀងខ្យល់ទ្រុងមិនអាចគ្រាន់តែថាបាំងទៅសង្កសីបាំងទៅសំណាញ់អីនោះទេបាទសំខាន់គឺមានតង់ការពារភ្លៀងខ្យល់ព្រោះកាលណាតែវាត្រជាក់មាន់វាអាចងាយនឹងឈឺហើយបាំងសំណាញ់បញ្ជុំមកហើយបាតក្រោមចាក់សាបណាបាទនេះខាងក្រោមក៏យើងចាក់សាបមកហើយរៀបឥដ្ឋនេះកម្ពស់1ឥដ្ឋឬក៏2ឥដ្ឋចឹងមកដើម្បីទប់អង្កាមកុំឲ្យវាហៀចេញទៅក្រៅហើយចំនួនមាន់យើងដាក់តាមហ្នឹងបងប្អូនណាសម្រាប់មាន់សាច់1ការ៉េឲ្យវា6ក្បាលទៅ8ក្បាលបាទបើ6ក្បាលគឺល្អណាស់ចឹងគុណទៅបងប្អូនទៅតឹងត្រង់ប្រមាណបដ ாய் គុណទៅតឹងឃើញផ្ទៃកាឡារបស់ទ្រុងហើយយើងយកមកគុណជាមួយនឹងចំនួនមាន់6ក្បាលឬក៏8ក្បាលទៅឃើញចំនួនមាន់ដាក់បាននៅក្នុងហ្នឹងហើយបាទហើយងាយស្រួលថែទាំបាទដបូលយើងប្រក់យ៉ាងម៉េចក៏បានដែរប្រក់សង្កសីក៏បានប្រក់ស្លឹកក៏បានដែរតែសំខាន់គឺការបិទបាំងមកជុំហើយផ្ទៃបាតក្រោមចាក់សាបអានេះគឺលក់ចេញហើយសម្អាតរួចបាចកបោបាញ់ថ្នាំវល់ថ្មីមកស្អាតចេះ